បាទសួស្តីបងប្អូនទាំងគ្នាប្រកមិញខ្ញុំមកផ្ទះចង់មានរឿងមួយពូលក់ដូងអញ្ចឹងហើយរឿងនោះបងប្អូនចង់ដឹងទេថាជារឿងអ្វីហើយនេះគឺជាដូងដែលខ្ញុំខំយកមកពីផ្ទៃតមាក់បងប្អូនអញ្ចឹងគាត់លក់នៅតាមផ្លូវតែគាត់មានតោគាត់ហើយនេះគឺដូងខ្ញុំទិញគាត់ហ្នឹងអញ្ចឹងខ្ញុំបានទុកវាទុកយកនិយាយក្នុងវីដេអូហើយបងប្អូនដឹងថាម៉េចអត់គឺខ្ញុំឲ្យគាត់កាប់ដូងហើយខ្ញុំអត់បានសួរតម្លៃគាត់ទេអញ្ចឹងគាត់កាប់ឲ្យហើយបន្ទាប់មកលុយខ្ញុំធៀមតែឲ្យគាត់ហ្នឹងអញ្ចឹងខ្ញុំកាន់នឹងដៃអញ្ចឹងគាត់ឃើញបងប្អូនដល់ពេលខ្ញុំហប់លុយហើយមាន3000អញ្ចឹងលុយដំបូងខ្ញុំមិនដឹងថាមាន3000ដែរដល់ពេលខ្ញុំហប់ទៅវានៅសល់តែ3000ហ្នឹងបងប្អូនហើយអញ្ចឹងខ្ញុំសុំ QR គាត់ថាយើងទិញអីជើងក្រោយមកពីពេញវិញខ្ញុំប្រាប់គាត់ដែរថាយូរខ្ញុំមកម្ដងអញ្ចឹងគាត់ថាអត់អីចាំមកជើងក្រោយក៏បានដែរអញ្ចឹងខ្ញុំនិយាយក្នុងវីដេអូនេះគឺគាត់ចេះយកយល់បងប្អូនហើយខ្ញុំទៅសារចិត្តគាត់ចេះយកយល់ខ្មែរដូចគ្នាតែខ្ញុំមានលុយឲ្យគាត់បងប្អូនលុយខ្ញុំនឹងកងខ្ញុំសុំគាត់បាញ់កងអញ្ចឹងគាត់ថានិយាយថាគាត់ទុកចិត្តលើយើងអញ្ចឹងហើយនៅពេលគាត់និយាយអញ្ចឹងខ្ញុំសង្ហាចិត្តដែរបងប្អូនខ្ញុំសុំ QR គាត់អត់ឲ្យដល់ពេលគាត់និយាយអញ្ចឹងខ្ញុំសង្ហាចិត្តហើយខ្ញុំនឹងអត់តក់តែអញ្ចឹងខ្ញុំត្រូវចេញវីដេអូចែកជូនបងប្អូនថាគាត់ចេះយកយល់របៀបថាពេលយើងទៅវាគឺដំណើរឆ្ងាយអីខ្វះមក1000 2000អីវាថាគាត់ចេះជារួមចេះយកយល់ចង់ឲ្យយើងពេលខ្លះចេះយកយល់តែយើងមើលតាមស្ថានភាពមើលថាម្នាក់នឹងពេលខ្លះបើអ្នកខ្លះគឺយើងស្លៀកពាក់អាវស្អាតបាតមកពីចងាយអញ្ចឹងសួយគេអាចនិយាយថាស្លៀកពាក់ស្អាតបាតប៉ុណ្ណឹងដែរហៅ500ឲ្យមិនបានអញ្ចឹងក៏ប៉ុតខ្ញុំមានលុយឲ្យគាត់បងប្អូនមាននឹងកង់តែគាត់អត់ឲ្យគាត់ថាចាំជើងក្រោយអញ្ចឹងរបៀបនេះក៏បើគេអ្នកមានទឹកចិត្តគឺរបៀបថាគេតាក់ទាញភ្ញៀវបងប្អូនអញ្ចឹងជើងក្រោយខ្ញុំអាចនឹងចូលកន្លែងគាត់ទិញអីនៅកន្លែងគាត់ទៀតអញ្ចឹងតែថាកន្លែងតូបគាត់គឺខ្ញុំអត់ចំណាំទេបងប្អូនហើយបើមានជើងក្រោយគឺខ្ញុំអត់ដឹងថាតូបគាត់មានណាដែរតែខ្ញុំនឹងអាចសាកចិត្តគាត់ធ្វើខ្វាយទៀតហើយគាត់ខ្ញុំថាគាត់ក៏អត់ចំណាំខ្ញុំដែរអញ្ចឹងខ្ញុំចេះយកយល់បងគាត់ចេះយកយល់ចេះអធិស្ឋានអញ្ចឹងចំណុចល្អខ្ញុំចូលចិត្តចំណុចល្អរបស់គាត់ខាងហ្នឹងមកខ្ញុំចេញវីដេអូបងអញ្ចឹងខ្ញុំសូមបញ្ជាក់ចង់ថាខ្ញុំចង់ឲ្យសង្គមខ្មែរនេះសម្បូរទៅដោយមនុស្សចេះយកយល់មនុស្សល្អចេះជួយគ្នានៅពេលមានគ្រាអាសន្នអញ្ចឹងបងអាចសាចិត្តគាត់ធ្វើខុសទៀតតែគាត់មិនថាខ្ញុំមាននិយាយរួមតាមពាក្យពីគាត់នឹងខ្ញុំបងអញ្ចឹងហើយរឿងហ្នឹងប្រហែលឆ្នាំមុនគឺខ្ញុំគេធ្លាប់ដៀងបងឡានឈ្នួលគេថាយើងស្លៀកពាក់ស្អាតបាតអញ្ចឹង1000 2000ក៏សុំតម្លៃក៏ពិតលុយយើងមានប្រហែលយើងសុំតម្លៃប៉ុណ្្នឹងហើយកាលហ្នឹងអត់តមានកងមានអីយើងមានតែលុយក្រៅទេ